it is secret បងប្អូន it is secret it is secret យើងមើលរបៀបអានក្របាន it's a secret it is secret យើងប្រែថាវាគឺជាការសម្ងាត់វាគឺជាការសម្ងាត់គឺអង់គ្លេសយើងនិយាយបានថា it is secret it is secret secret ហ្នឹងគឺយើងប្រែថាការសម្ងាត់ឬក៏សម្ងាត់ណា it ហ្នឹងគឺសម្រាប់យើងប្រើប្រាស់នៅក្នុងប្រយោគមួយឲ្យពេញទេបើយើងប្រែទៅ it ហ្នឹងគឺវាមកពី it is ណាបងប្អូន stop talking បងប្អូន stop talking ណាពេលណាដែលនរណាគេម្នាក់និយាយច្រើននិយាយអញឯងនិយាយមិនដឹងទើមិនដឹងតំបន់និយាយគ្មានពេលឈប់ណាយើងចង់ឲ្យគេឈប់យើងអាចនិយាយអង់គ្លេសទៅកាន់គេថា stop talking bro stop talking បងប្អូន stop talking ហ្នឹងគឺអង់គ្លេសយើងប្រែយើងប្រែបានថាឈប់និយាយទៅណា stop talking ឈប់និយាយទៅ stop talking ឈប់និយាយទៅ do you mind បងប្អូន do you mind ណារបៀបអានក្រោមនេះគឺខុសទេបងប្អូន do you mind ណាជាអាស្រ័យបងប្អូនកន្លែងនេះ do you mind នឹងគឺយើងប្រែថាប្រកាន់អត់ឬក៏យើងអាចប្រែបានទេថាអត់ប្រកាន់ណាហើយអញ្ចឹងបងប្អូន clear នេះ do you mind ណាប្រកាន់អត់ឬក៏អត់ប្រកាន់ណាហើយអញ្ចឹងដែរបងប្អូន is it clear បងប្អូន is it clear is it clear យើងប្រែថាច្បាស់អត់ណាឬក៏យល់ច្បាស់អត់បើសិនជាយើងមើលទូរទស្សន៍មើលអីគឺយើងគេចង់សួរយើងថាមើលទូរទស្សន៍នឹងច្បាស់អត់ណាបើសិនជាយើងស្ដាប់គេកំពុងតែនិយាយឬក៏គេនិយាយច្រើនហើយក៏គេសួរយើងណាយើងអានេះគេសំដៅថាយើងចាប់គេបានអត់ឬក៏គេនិយាយនឹងយើងយល់ឬក៏ច្បាស់អត់មិនមានកន្លែងណាសពេចសពិលទេណាហើយ clear នេះគឺយើងចង់បានចឹងអញ្ចឹង clear ថាច្បាស់អត់ឬក៏យល់ច្បាស់អត់នឹងគឺអង់គ្លេសយើងនិយាយបានថា is it clear what is that បង what is that យើងប្រែថាស្អីគេនឹង what is that ស្អីគេនឹងwhat is that បង what is that ស្អីគេហ្នឹងណាបងប្អូន that ហ្នឹងគឺសំដៅទៅលើអ្វីមួយដែលយើងបៀបថាយើងឃើញឬក៏រឿងអ្វីមួយអញ្ចឹងណាបងប្អូន what ហ្នឹងគឺប្រែថាអ្វីឬក៏ស្អីហ្នឹងឯងទៅតាមហ្នឹងឯង what ហ្នឹងមិននឹងយើងប្រែឲ្យវាបៀបថាវាសំតំណងឲ្យវាអែមនៅក្នុងភាសាខ្មែរយើងគឺបងប្អូនគឺស្អីគេហ្នឹងឬក៏តើអ្វីហ្នឹងអញ្ចឹងក៏បានដែរបងប្អូន what is that ស្អីគេហ្នឹងឬក៏អ្វីហ្នឹងចឹងក៏បានដែរ it's too sweet បង it's too sweet ប្រែថាវាផ្អែមពេកហើយណាបងឃើញណាគេកំពុងតែនៅច្រពាកច្រពិនច្បាច់ដៃច្បាច់ជើងទាញសក់ទាញដៃទាញជើងគ្នាហ្នឹងយើងអាចនិយាយបានថាit's too sweet ណាវាផ្អែមពេកហើយណាបងប្អូនបើសិនជាស្ករអីក៏យើងអាចប្រើបានដែរយើងញ៉ាំកាហ្វេឬក៏ញ៉ាំភេសជ្ជៈញ៉ាំអីទៅគឺវាផ្អែមពេកណាបងប្អូនវាផ្អែមពេកយើងក៏និយាយអង់គ្លេសពាក្យ clear នេះបានដែរគឺ it's too sweet ណាវាផ្អែមពេកហើយណា sweet នឹងគឺយើងប្រែថាផ្អែម too នឹងប្រែថាពេកឬក៏ច្រើនឬក៏ដែរក៏បានដែរបងណាហើយ it's នឹងគឺប្រែថាវាណាមកពី it is too sweet សៀវភៅ1000 clear ចេះនិយាយអង់គ្លេសសៀវភៅនេះគឺល្អខ្លាំងមែនតើសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់សិក្សា clear ពិសេសក៏ដូចជា clear ល្អ clear សន្ទនាប្រចាំថ្ងៃហើយក៏យើងមានបកប្រែភាសាខ្មែរគ្រប់ clear តែម្ដងជាពិសេសជាងនេះទៅទៀតនោះគឺងាយរៀនក៏ដូចជាងាយយល់បើសិនជាបងប្អូនត្រូវការអាចតាក់ទងមកតាម page ក៏ដូចជាទម្លាក់លេខទូរស័ព្ទក៏ដូចជាទីតាំងខាងយើងនឹងរៀបចំជូនជាការស្រេចសូមអរគុណ